chun bong ôn ngàyนี้ngàyที่14 ខែ 5 ណាតរេនកកតកំចាយទៅឈូបាទមកដល់ទៀតហើយនៅដល់មួយជើងទៀតថ្ងៃហ្នឹងចូល300 គីឡូនេះទៅជើងចូលជើងទី1ទេបាទហើយជំរាបជូនបងប្អូនខ្ញុំតារាសំនៀងខ្ញុំលក់តារបស់ដែលជាធម្មជាតិមកពីខេត្តកពតទេបាទជាតរេនរបស់ម្ដាយក្មេករបស់ប្អូនស្រីនៅកពតហ្នឹងហើយមួយឆ្នាំខ្ញុំលក់តែម្ដងទេហើយក្នុងការលក់ដូរហ្នឹងអត់មានកុហកពូលកុហកអំបោឬក៏យកតរេនគីមីយកមកបន្លំជូនបងប្អូនទេគឺអត់ទេហ្នឹងហើយខ្ញុំអត់មានធ្វើអា style ដឹកពីពេញពី3ឡានហើយទៅដល់កពតថតឡានចេញពីខេត្តកពតទេបាទហើយតរេនធម្មជាតិបងប្អូនដឹងទេក្នុងការឡាយលក់ស្រួលទេបងពេលដែលគេឡាយលក់គេឡាយរបស់ធម្មជាតិទៅតែពេលដែលគេបើកដាក់ប្រអប់ឬក៏គេលក់អាហ្នឹងវាជាតរេនផ្សេងអាហ្នឹងគឺជារបស់រស៊ីគេទេដែលគេធ្វើឲ្យគេមានបានសម្រាប់ខ្ញុំអត់ទេនៅប៉ុណ្ណឹងខ្ញុំលក់អ្វីដែលជាការពិតខ្ញុំមិនបំផ្លាញសុខភាពប្រជាជនបោះជាតិសាសន៍ខ្លួនឯងហើយដើម្បីតែលុយតិចតួចដើម្បីធ្វើឲ្យខ្លួនមានសេចក្តីសុខទេព្រោះសេចក្តីសុខក្តីសុបាយរាល់ថ្ងៃមិនមែនការដោយសារលុយទេបើសិនជាក្តីសុខសុភមង្គលអស់ការដោយសារលុយអញ្ចឹងឃើញអ្នកមានអាសាសួរគ្នាបែបអញ្ចឹងហ្នឹងហើយសម្រាប់ខ្ញុំតារាសំនៀងខ្ញុំធ្វើអ្វីដែលជាការពិតបើទោះបីជាបងប្អូនមិនជួយទិញវាជារឿងរបស់បងប្អូនទេប៉ុន្តែគ្រាន់តែអ្វីដែលខ្ញុំធ្វើទេវតាមានផ្នែកបាទគឺតែកំចាយទឹកឈូបាទថ្ងៃនេះចូល300 គីឡូតែនេះទៅជើងចូលជើងទី1ទេអត់ទាន់គ្រប់300 គីឡូនៅមានមួយជើងទៀតអូមេស្រីមេស្រីណោះមុខមកអែមតបានដេក